ចានេះគឺជាខមមិនរបស់បងប្រុសសុលចាបងបានខមមិនថាកូនខ្ញុំប្រឡងធ្លាក់បាក់ឌុបហើយឈប់រៀននៅសាលាចាហើយបន្តរៀនតាមទូរស័ព្ទជាមួយគ្រូហើយក៏បានប្រឡងជាប់វិញនៅឆ្នាំបន្តចាមានន័យឆ្នាំបន្ទាប់អញ្ចឹងសំខាន់គឺយើងចង់រៀនហើយចង់ចេះចាហ្នឹងហើយអរគុណបងប្រុសចំពោះខមមិនមួយនេះហ្នឹងហើយចាការពិតទៅបងប្រុសចាគាត់មានប្រសាសន៍ត្រូវមែនទែនចាសំខាន់គឺយើងចង់រៀនហើយយើងចង់ចេះចាហ្នឹងហើយអញ្ចឹងដូចកូនគាត់ចឹងចាគាត់ប្រឡងបាក់ឌុបគាត់ធ្លាក់ចឹងណាចាបន្ទាប់មកគាត់អាចបំពេញកិច្ចការផ្សេងចាអញ្ចឹងគាត់ប្រហែលជាដាក់ស្វ័យរិនហ្នឹងហើយអញ្ចឹងគាត់ថាកូនគាត់រៀនតាមតែទូរស័ព្ទជាមួយគ្រូទេចាបន្ទាប់មកឆ្នាំបន្ទាប់ទៀតគឺកូនគាត់ប្រឡងជាប់បាក់ឌុបចាអញ្ចឹងអ្វីដែលសំខាន់គឺយើងចង់ចេះចាចង់រៀនហើយយើងចង់ចេះអញ្ចឹងជាក់ស្ដែងដូចជាកម្មវិធីផ្នែកបឋម PLP ទោះបីជាយើងនៅផ្ទះក៏យើងអាចរៀនបានបើសិនជាយើងឈឺគ្រុនយើងអត់បានមកសាលារៀនក៏យើងអាចរៀនបានចាហ្នឹងហើយជាក់ស្ដែងគឺកូនរបស់បងប្រុសអញ្ចឹងចាក៏គាត់ថាតាមរយៈការរៀនតាមទូរស័ព្ទហ្នឹងគឺកូនគាត់បានប្រឡងបាក់ឌុបជាប់អីអញ្ចឹងទៅហ្នឹងហើយអរគុណចាអរគុណបងប្រុសចំពោះការយកអ្វីដែលជាការពិតឲ្យខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំហ្នឹងហើយអរគុណ